សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារយោងតាមមាត្រា71និងមាត្រា72នៃច្បាប់ស្តីពីការងារសហគ្រាសក្រុមហ៊ុនរោងចក្រដែលជួបការលំបាកផ្នែកសេដ្ឋកិច្ចឬសម្ភារៈធ្ងន់ធ្ងរឬការលំបាកជាពិសេសណាមួយអាចព្យួរកិច្ចសន្យាការងាររបស់កម្មករនិយោជិតក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ Labor Centralized Management System LACMS តាមរយៈគេហទំព័រ lacms.mlbt.gov.kh ដោយអនុវត្តដូចខាងក្រោម 1. ត្រូវជូនដំណឹងឲ្យបានទូលំទូលាយដល់កម្មករនិយោជិតដោយបញ្ជាក់អំពីកាលបរិច្ឆេទនៃការចាប់ផ្ដើមនិងបញ្ចប់ការព្យួរកិច្ចសន្យាការងារឈ្មោះនិងចំនួនកម្មករនិយោជិតដែលត្រូវព្យួរកិច្ចសន្យាការងារទាំងស្រុងតាមផ្នែកឬតាមក្រុមនៅតាមខ្សែច្រវាក់ផលិតកម្ម 2. ត្រូវមានកិច្ចព្រមព្រៀងស្តីពីការព្យួរកិច្ចសន្យាការងារដោយមានការឯកភាពយ៉ាងតិច 2/3 នៃចំនួនប្រតិភូបុគ្គលិកពេញសិទ្ធិប្រចាំសហគ្រាសក្រុមហ៊ុនរោងចក្រក្នុងករណីមិនទាន់មានប្រតិភូបុគ្គលិកត្រូវមានការឯកភាពពីកម្មករនិយោជិតយ៉ាងតិច 50%+1 នៃចំនួនកម្មករនិយោជិតសរុបដែលត្រូវព្យួរកិច្ចសន្យាការងារនិងត្រូវបិទផ្សាយកិច្ចព្រមព្រៀងនោះនៅលើក្តារផ្សាយព័ត៌មានរបស់សហគ្រាសក្រុមហ៊ុនរោងចក្រ 3. ត្រូវបំពេញបែបបទអំពីការព្យួរកិច្ចសន្យាការងារក្នុងប្រព័ន្ធ LACMS ឲ្យបានយ៉ាងតិច3ថ្ងៃនៃថ្ងៃធ្វើការមុនកាលបរិច្ឆេទនៃការចាប់ផ្ដើមព្យួរកិច្ចសន្យាការងារស្របតាមការណែនាំអំពីរបៀបព្យួរកិច្ចសន្យាការងារតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារដូចមានក្នុងឧបសម្ព័ន្ធទី1នៃសេចក្តីណែនាំនេះ 4. ជ្រើសរើសកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារនិងរៀបចំបញ្ជីរាយនាមកម្មករនិយោជិតដែលត្រូវព្យួរកិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមទម្រង់ដូចមានក្នុងឧបសម្ព័ន្ធទី2នៃសេចក្តីណែនាំនេះដោយតម្រូវឲ្យសាមីកម្មករនិយោជិតផ្តិតម្រាមដៃបញ្ជាក់អំពីភាពត្រឹមត្រូវលើព័ត៌មានរបស់ខ្លួនមានជាអាចលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលេខលិខិតឆ្លងដែនសម្រាប់ជនបរទេសលេខទូរស័ព្ទ 5. ត្រូវទាញលិខិតព្យួរកិច្ចសន្យាការងារដើម្បីចុះហត្ថលេខានិងបោះត្រាសហគ្រាសក្រុមហ៊ុនរោងចក្រឲ្យបានត្រឹមត្រូវតាមទម្រង់ដូចមានក្នុងឧបសម្ព័ន្ធទី3នៃសេចក្តីណែនាំនេះរួចបញ្ចូលក្នុងប្រព័ន្ធវិញ 6. ត្រូវបញ្ចូលបញ្ជីបើកប្រាក់ឈ្នួលចុងក្រោយមុនពេលព្យួរកិច្ចសន្យាការងារជាទម្រង់ Excel file 7. ក្នុងករណីបញ្ចប់ការព្យួរកិច្ចសន្យាការងារមុនកាលកំណត់ចូលធ្វើការងារវិញត្រូវរាយការណ៍ចូលក្នុងប្រព័ន្ធ LACMS ឲ្យបានមុនយ៉ាងតិច2ថ្ងៃនៃថ្ងៃធ្វើការមុនថ្ងៃចូលធ្វើការវិញតាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី4នៃសេចក្តីណែនាំនេះ 8. ត្រូវរក្សាទុកឯកសារពាក់ព័ន្ធនឹងការព្យួរកិច្ចសន្យាការងារសម្រាប់អធិការការងារធ្វើការត្រួតពិនិត្យការព្យួរកិច្ចសន្យាការងារដែលទទួលបានការអនុញ្ញាតនៅមុនកាលបរិច្ឆេទអនុវត្តសេចក្តីណែនាំនេះត្រូវបន្តមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃការអនុញ្ញាតនោះម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រដែលអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីណែនាំនេះត្រូវទទួលការផ្តន្ទាទោសស្របតាមច្បាប់ជាធរមានម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រនិងកម្មករនិយោជិតត្រូវអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅរាជធានីភ្នំពេញថ្ងៃទី20ខែសីហាឆ្នាំ2025រដ្ឋមន្ត្រីហេងសួរបាទអញ្ចឹងនៅក្នុងឧបសម្ព័ន្ធទី1គឺជារបៀបនៃការណែនាំក្នុងការចូលទៅកាន់ប្រព័ន្ធដើម្បីធ្វើការស្នើសុំព្យួររួមទាំងឧបសម្ព័ន្ធទី3មានសំណើសុំក៏ដូចជាសំណើសុំចូលធ្វើការវិញផងដែរអញ្ចឹងនៅក្នុងខ្លឹមសារនៃសេចក្តីណែនាំនេះសូមជូនទៅដល់សហគ្រាសគ្រឹះស្ថានដែលបានទទួល
សេចក្តីណែនាំនេះអនុវត្តស្របតាមច្បាប់ស្តីពីការងារបាទសូមអរគុណ